បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសូមលើកយកវីដេអូមួយបាទរបៀបបាទសិតសក់បាទជូនភ្ញៀវបាទហើយបង្ហាញកូនជាងបងប្អូនណាបាទទោះបីតែសិតសក់ក៏យើងត្រូវការរៀនដែរបងប្អូនណាបាទថ្មីកូនជាងមកថ្មីគឺអត់ចេះសិតសក់គ្នាទេអញ្ចឹងយើងត្រូវហាត់ពីរបៀបសិតសក់ឲ្យភ្ញៀវខ្លះសក់គាត់ជាប្រភេទបាទរួចយើងអាចសិតច្រងបានសម្រាប់សក់តន់យើងអាចញែកឆ្វេងឬញែកស្ដាំបានបាទឬញែកកដាលបានអញ្ចឹងបងប្អូនណាទៅតាមទម្រង់មុខទម្រង់សក់របស់គាត់អញ្ចឹងការកាត់សក់មួយគឺមិនមែនថាយើងមករៀនមកដល់ចេះព្រាមទេអញ្ចឹងមានន័យថាយើងត្រូវការបង្ហាត់បង្ហាញបាទពីរបៀបសិតពីរបៀបកាត់ជូនដល់ក្រុមការងារបុគ្គលិកកូនជាងរបស់យើងអញ្ចឹងនេះគឺជារបៀបសិតសក់បាទដែលខ្ញុំបានសិតឲ្យបង្ហាញដល់បុគ្គលិករបស់ខ្ញុំដែលគាត់មករៀនដំបូងបងប្អូនបាទអញ្ចឹងគឺមិនងាយស្រួលទេបងប្អូនបាទអញ្ចឹងយើងត្រូវមើលសង្ត្រេសក់នោះថាទៅសក់នឹងត្រូវសិតរបៀបម៉េចដើម្បីឲ្យសមនឹងទំនុកមុខរបស់គាត់បាទគូញែកឆ្វេងញែកស្ដាំឬគូកណ្ដាលអញ្ចឹងតាមតម្រូវការប្រកបហើយនឹងបន្ថែមពីរបៀបសីសក់ខាងលើបាទសក់នេះបើយើងអត់សីទេគឺសិតមកធ្លាក់បាទធ្លាក់ឆ្វេងធ្លាក់ស្ដាំអញ្ចឹងយើងត្រូវការសីហ្នឹងណាបាទសីសក់បាទកាត់រួចសីបាទនេះគឺជារបៀបដែលខ្ញុំបង្ហាញពីរបៀបកាត់សក់ឲ្យបុគ្គលិកខ្ញុំទេបងប្អូនណាហើយបើបងប្អូនមិនទាន់កាត់សក់អាចមកកាត់កន្លែងខ្ញុំបាននេះកន្លែងខ្ញុំក៏មានបង្រៀនទទួលកូនជាងនិងបង្រៀនកូនជាងផងដែរហើយសម្រាប់បងប្អូនដែលមិនទាន់កាត់សូមកុំភ្លេចបាទក្រុមការងារខ្ញុំនឹងរងចាំទទួលចំណេញបាទសម្រាប់បងប្អូនដែលចង់ចេះវិជ្ជាជីវៈកាត់សក់សូមកុំភ្លេចចំណេញនាំយើងខ្ញុំតាមរយៈទូរស័ព្ទ097 522 747